Nhữngនេះគឺជាវីដេអូនៃការប្រើប្រាស់និងការ set up នៃដុំ modem ប្រើស៊ីមខ្នាតធំអង្តែន4អញ្ចឹងពេលដែលយើងបើកប្រអប់មកគឺយើងទទួលបាន modem នឹងមួយហើយជាមួយនឹងដុំសារក៏ដូចជាខ្សែសារដុំហ្នឹងយើងមានមកស្រាប់មកជាមួយហ្មងអញ្ចឹងអ្នកទាំងនេះអាចប្រើដុំរបស់វាក៏បានឬក៏ប្រើឆ្នាំងសាកទូរស័ព្ទរបស់យើងក៏បានដែរវាប្រើ USB-C ណាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើមួយ power bank ស្រួលអញ្ចឹងការដាក់ SIM គឺយើងត្រូវប្រើ SIM ខ្នាតធំណាបើអត់មានទេតរកជើងអញ្ចឹងការដាក់ SIM គឺយើងដាក់ផ្ទះឈីបចុះទៅក្រោមហើយអាមុខបិឈិតហ្នឹងដាក់ចុះទៅមុខហើយសង្កត់វាឲ្យលឺក្លឹកចឹងទៅអាហ្នឹងចូលឡាអញ្ចឹងដាក់ SIM រួចយើងដោតភ្លើងអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងប្រើជាមួយនឹងព្រីភ្លើងក៏បានយើងប្រើជាមួយនឹង power bank ក៏បានដែរអត់បញ្ហាទេប្រភេទនេះអញ្ចឹងប្រភេទនេះស្រួលណាអញ្ចឹងពេលដែលវាចេញភ្លើងអញ្ចឹងមានដំណើរការហើយភ្លើង4គ្រាប់ខាងមុខជាសេវា SIM អញ្ចឹងបើភ្លើងវា4ពេញមានថាសេវា SIM យើងខ្លាំងបន្ទាប់មកមានភ្លើងអ៊ីនធឺណិតមានភ្លើង Wi-Fi អញ្ចឹងទៅអញ្ចឹងបន្ទាប់មកគឺយើងអាចភ្ជាប់បានហើយឈ្មោះ SIM របស់វាគឺឈ្មោះ CPE វាផ្ដើមដោយ CPE ហើយអាលេខកូដខាងក្រោយវាអាចផ្លាស់ប្ដូរ password របស់វាគឺស្រៀនតែម្ដង1រហូតដល់0អញ្ចឹងវាយ password ស្រៀនហ្នឹងទៅហើយ password ហ្នឹងក៏អាចដូរបានដែរឥឡូវយើងសាក test speed ទាំងអស់គ្នាអញ្ចឹងដូចជាមិនមានបញ្ហាអីចោតទេដំណើរការរលូនស្រួលតែម្ដងការបើកវីដេអូមើលអីគឺល្អប៉ុន្តែអាហ្នឹងអាស្រ័យទៅលើទីតាំងរបស់យើងដែរថាទីតាំងយើងសេវាបានប៉ុណ្ណាប៉ុន្តែប្រភេទនេះវាចាប់សេវាបានខ្លាំងជាងប្រភេទខ្នាតតូច